ដំណើរស្វែងរកពលឺហ្នឹងគឺរាប់ឆ្នាំមកហើយបងតែមកដល់ថ្ងៃនេះហើយបាទក៏នៅតែអរគុណម៉ាក់ដដែលដូចបងបាននិយាយហេតុអីបងអរគុណម៉ាក់ដែលតែនៅជំរុញតែនៅទេស្ដីធ្វើឲ្យខ្ញុំមានសង្ឃឹមឡើងវិញមានមោទនភាពមានជីវិតឡើងវិញបាទខ្ញុំគិតថានៅពេលដែលយុវវ័យរបស់យើងគាត់ខំតែតែមានខំមានត្រូវឯនៅពេលដែលគាត់ខំអញ្ចឹងបានអ្នកណាដែលជាចំណែកមួយដែលទាញគាត់ចេញពីអាជីពមិនមកដល់ទៅគ្នាវិញទី1ខ្ញុំសូមនិយាយថាជាខ្លួនឯងបើសិនយើងអត់ចេះស្រឡាញ់ខ្លួនឯងគឺយើងកាន់តែធ្លាក់ចុះដល់អញ្ចឹងការស្រឡាញ់ខ្លួនឯងនេះវាធ្វើឲ្យយើងដូចមានក្តីសម័យខ្ពស់ដូចខ្ញុំនិយាយអញ្ចឹងយើងចង់ឃើញខ្លួនឯងមានអីខ្លះយើងចង់ឃើញខ្លួនឯងមានជីវិតមានមួយដែលមានសុភមង្គលគឺផ្ដើមចេញពីខ្លួនឯងនេះឯងហើយបើសិនជាមានអ្នកណាដែលជាការជំរុញឲ្យយើងចេញមួយវិញទៀតហ្នឹងគឺមនុស្សដែលនៅចិត្តខ្លួនយើងដែលផ្ដល់ភាពកក់ក្ដៅឲ្យយើងនឹងឯងអញ្ចឹងយើងធ្វើអីដើម្បីឃើញសំណា